ជំរាបសួរខ្ញុំឈ្មោះរិនដាសុតខ្ញុំរៀននៅថ្នាក់ទី6នៃសាលាអន្តរជាតិ KCE ថ្ងៃនេះខ្ញុំនឹងនិយាយអំពីរឿងកូនត្រីរាជនិងកុមារមានភូមិមួយតាំងទីនៅលើទឹកអ្នកភូមិនោះមានមុខរបរជាអ្នកនេសាទថ្ងៃមួយកុមារានិងកុមារី2នាក់បងប្អូនធ្វើដំណើរទៅសាលារៀនដោយជិះទូកជាមធ្យោបាយពេលធ្វើដំណើរមកដល់ក្បែរកោះពួកវាឃើញសត្វឥន្ទ្រីយក្សមួយហើរខ្ចាំកូនត្រីរាជសម្ដៅមកកោះវាហើរចុះបំរុងនឹងស៊ីកូនត្រីនោះឃើញដូច្នេះកុមារទាំង2នាក់បងប្អូនស្រែកហៅកញ្ជ្រៀវនិងក្រវីកតាបបង្អើដេញសត្វឥន្ទ្រីយក្សឲ្យទម្លាក់កូនត្រីរាជដោយភ័យពេកឥន្ទ្រីក៏ទម្លាក់កូនត្រីនៅក្បែរមាត់ទឹករួចហើរចេញទៅទាំងក្តីសោកស្ដាយភ្លាមនោះក្មេងទាំងពីរក៏រត់ទៅមើលឃើញកូនត្រីរាជមានជីវិតនៅឡើយកុមារប្អូនថាបងថ្ងៃនេះយើងបានម្ហូបហើយយើងយកវាឲ្យម៉ែស្លចុះលុះដូច្នេះកូនត្រីរាជមានការភិតភ័យជាខ្លាំងវាយំហូរទឹកភ្នែកសម្រក់អង្វរកុមារទាំងពីរសូមបងគុំសម្លាប់ខ្ញុំអីព្រោះពួកខ្ញុំជាពូជត្រីដ៏កម្រមានបើបងសម្លាប់ខ្ញុំក្មេងជំនាន់ក្រោយច្បាស់ជាលែងស្គាល់ខ្ញុំហើយកុមារបងជាក្មេងដែលមានចិត្តល្អនិងវៃឆ្លាតក៏រកល្បិចដើម្បីលែងត្រីព្រោះកុមារប្អូនមិនចង់ឲ្យលែងកុមារបងតែងតើឯងមានឃើញសត្វឥន្ទ្រីទំនៅលើដើមឈើនោះទេពេលប្អូនក្រឡេកមើលទៅចុះវាក៏ប្រឡែកកូនត្រីរាជទៅក្នុងទឹកឲ្យជួបជុំគ្រួសារឪពុកម្ដាយរបស់គេវិញកុមារប្អូនសួរបងតើត្រីបាត់ទៅណាហើយកុមារបងតបវាលោតចូលក្នុងទឹកបាត់ហើយរដូវទឹកឡើងបានមកដល់កុមារទាំងពីរជិះទូកទៅសាលារៀនដូចសប្ដងគាត់ជួបពេលនេះមានខ្យល់ព្យុះយ៉ាងខ្លាំងបានធ្វើឲ្យទូកនិងមនុស្សលិចចូលក្នុងទឹករំពេចនោះមានត្រីរាជមួយយ៉ាងធំបានហែលមកសង្គ្រោះកុមារទាំងពីរនាក់ទាន់ពេលវេលាបន្ទាប់ពីខ្ញុំអានរឿងនេះហើយខ្ញុំមានសំណួរសម្រាប់សួរអ្នកទាំងអស់គ្នាចំនួន2សំណួរសំណួរទី1តើត្រីរាជបានមកជួយប្អូនទាំងពីរនៅពេលណាតើបងប្រុសមានចិត្តដូចម្តេចបានលែងត្រីទៅចូលក្នុងទឹកសូមអរគុណ